នៅទីសូត្រមុន C.1 គឺខ្ញុំបានសាងសង់ផ្ទះហើយជាមួយនឹងចំការហើយក៏វាមានហេតុការណ៍មួយចំនួនផងដែរតែគ្រាន់តែថាខ្ញុំលេងបានថតអ្នកគ្នាមើលហើយខ្ញុំអរគុណបងប្អូនអរគ្នាសម្រាប់100 subscriber នៅក្នុង channel ER ចម្រើននេះផងដែរបងប្អូនអរគ្នាចុចបន្ថែមទៀតអរគុណសម្រាប់100 subscriber ហើយអរគុណបងប្អូនអរគ្នាហើយបងប្អូនអរគ្នាមានសុខភាពល្អទាំងអស់ចាឥឡូវនេះគឺខ្ញុំមកចូលទីសូត្រ C.2 ទាំងអស់គ្នានៅវគ្គមុនគឺយើងបានសាងសង់ផ្ទះជាមួយនឹងចការរបស់យើងរួចហើយនៅវគ្គនេះគឺខ្ញុំចង់ធ្វើកន្លែងចំសัตว์ម្ដងហើយបើចការវិញគឺខ្ញុំមិនទាន់ធ្វើឲ្យ 100% ទេគ្រាន់តែថាយើងធ្វើទុកចោលអញ្ចឹងណាអ្នកគ្នាព្រោះអីយើងត្រូវការប្រមូលផលវាដើម្បីធ្វើឲ្យផ្សេងៗអញ្ចឹងទៅដោយសារតែខ្ញុំមិនទាន់មានចការអីត្រូវឲ្យធ្វើឲ្យវាច្បាស់លាស់ទេហើយខ្ញុំនឹងធ្វើវាបន្តទៀតនៅពេលក្រោយនៅវគ្គមួយអ្នកគ្នាតែឆ្ងល់ថា PA ឬក៏របស់ប្រើប្រាស់អញ្ចឹងណាគឺខ្ញុំមានយ៉ាងទំនើបជាងមុនដោយសារតែពួកគាត់បានមើលនៅរដូវកាលមុនគឺគាត់បានឃើញទាំងអស់ហ្នឹងទេខ្ញុំនិយាយថាប្រហែលថ្ងៃនេះដែរគឺខ្ញុំបានលេងក្នុង Minecraft ហ្នឹងផងដែរប៉ុន្តែគាត់ថាខ្ញុំបាន record អញ្ចឹងទៅខ្ញុំបានរករបស់អីផ្សេងៗអញ្ចឹងណាដោយសារតែខ្ញុំបានចូលខែហើយងាប់ក៏ច្រើនដងនៅក្នុង game មួយហ្នឹងផងដែរនិយាយខ្លីមកទៅគឺចូលនៅក្នុងរោងភ្នំឬក៏ក្រុមដីអញ្ចឹងណាគេហៅខែវខ្ញុំសើដឹងដែរខ្ញុំចេះហៅបើថាខ្ញុំអាចខុសអីសំខាន់តែទៅផងព្រោះខ្ញុំមិនមែនអ្នកចម្រៀងក្នុងការលេង game Minecraft ទាំងអស់ហ្នឹងទេណាគ្នាក៏ពិតខ្ញុំលេងយូរដែរប៉ុន្តែគាត់ថាខ្ញុំអត់សូវដឹងឬក៏តាក់និចអីទាំងអស់ចឹងណាពួកខ្ញុំក៏បានទៅលេងពួកវារហូតផងដែរហើយនៅប្រហែលថ្ងៃទីដែរខ្ញុំបានចេញវីដេអូរៀងយូរទីសង្ឃឹមថាបងប្អូនគ្នានឹងយល់ពួកអីដែលសារតែខ្ញុំមានការងារទៅធ្វើផងដែរហើយម្សិលមិញហ្នឹងខ្ញុំមកធ្វើផលវីដេអូនឹងឲ្យបងប្អូនគ្នាមើលដែរប៉ុន្តែដោយសារតែខ្ញុំនៅកន្លែងធ្វើការហ្នឹងទៅបានធៀមជាមួយនឹងចំណងជើងឬក៏អីហើយចឹងទៅខ្ញុំដាក់ប្រហោះប្រៃទៅពេលប្រហោះភ្លាមគឺមានបងប្អូនគ្នាមើលភ្លាមចឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តក្នុងការធ្វើវីដេអូខ្លាំងមែនតើខ្ញុំក៏ហៅកន្លាចំណេញផងដែរពួកអីនៅកន្លែងធ្វើការរបស់ខ្ញុំហ្នឹងគឺមាន Wi-Fi ចឹងទៅគឺខ្ញុំដាក់ប្រហោះបំឲ្យបងប្អូនគ្នាមើលភ្លេចទៅបើខ្ញុំផលវីដេអូហ្នឹងប្រើអ៊ីនធឺណិតខ្លួនឯងយ៉ាងហោចណាស់ក៏អស់មួយរៀលដែរព្រោះវីដេអូហ្នឹងវាចូលដល់17នាទីហើយចឹងទៅវារៀងយូរដែរចឹងណាគ្នាពួកអីប្រហោះវីដេអូនៅក្នុង YouTube គឺស៊ីលុយខ្លាំងមែនតើអូខេចឹងគឺយើងកាប់ឈើដើម្បីធ្វើកន្លែងចំសាច់របស់យើងទាំងអស់គ្នាតន្តិចទៀតហ្នឹងគឺខ្ញុំបានបើកកន្លែងចំសាច់ហើយពួកហើយមកទៅនៅបានហើយមួយថ្ងៃហ្នឹងដែរស៊ីសាច់គោសាច់មាន់សាច់ជ្រូកអញ្ចឹងគឺខ្ញុំចង់ស៊ីប្រហែលម្ដងប៉ុន្តែគឺមិនបាក់កាប់មិនបាក់ចាប់ខ្លាំងតែមកមុខបងប្អូនគ្នាដោយសារតែខ្ញុំចង់ធ្វើស្ទូដែរអញ្ចឹងណាខ្ញុំទៅបានថៃមួយហ្នឹងវាយូរដែរអញ្ចឹងណាគ្នាក៏ប៉ុន្តែខ្ញុំមិនចង់ស្ទូទេគឺខ្ញុំចុះទៅចាប់ទៅកាប់អញ្ចឹងហ្មងណាគ្នាខ្ញុំមិនដឹងថាពីណាគេចុះកាប់ថៃដូចខ្ញុំអញ្ចឹងឯងប្រហែលមានតែខ្ញុំមួយដឹងឥឡូវនេះគឺមកផ្ទះវិញហើយព្រោះដោយសារតែគឺខ្ញុំកំពុងតែចាប់កន្លែងទីតាំងដែលយើងត្រូវចំសាន់អញ្ចឹងណាគ្នាខ្ញុំត្រូវការកន្លែងណាដែលយើងចំទៅកុំឲ្យវាវេទនារហូតដល់ថាយើងបដូរនេះបដូរកើតអញ្ចឹងណាគ្នាព្រោះខ្ញុំមិនចង់សើបដូរចុះឡើងនោះទេអញ្ចឹងគឺយើងរកកន្លែងណាដែលធំត្រូវហើយយើងចាប់ដើមធ្វើវាតែម្ដងដោយសារតែខ្ញុំត្រូវការកញ្ចក់នៅនឹងថ្មស្មើអញ្ចឹងណាអញ្ចឹងទៅក៏ខ្ញុំដុតជាក្រាមម្ដង10ដើម្បីធ្វើវាបានលឿនពួកអីខ្ញុំនឹងមានគោលបំណងធ្វើផ្ទះថ្មីមួយទៀតណាគ្នាដោយសារតែផ្ទះនេះគឺខ្ញុំគ្រាន់តែធ្វើជាលក្ខណៈនៅធម្មតាទេហើយសង្ឃឹមថាផ្ទះថ្មីរបស់ខ្ញុំនឹងស្អាតជាងផ្ទះហ្នឹងគុណនឹង2ចឹងនៅពេលនេះក៏រៀងយប់ដែរអញ្ចឹងគឺយើងចូលដីទៅដោយសារតែតិចទៀតហ្នឹងគឺស៊ុំប៊ីវាចេញមកហើយព្រោះអីខ្ញុំចង់ប្រយុទ្ធមួយស៊ុំប៊ីនឹងដែរតែប្រយុទ្ធមិនឈ្នះសោះវាមិនអាចឈ្នះមួយស៊ុំប៊ីតែខ្ញុំស្អប់ជាមួយនឹងអា creeper គេនោះណាគ្នាវាមកវាបាញ់បងខ្ញុំឡើងបើស៊ុំប៊ីវាសូវនេះម៉ានណាយើងអាចវាយវាយអីបានប៉ុន្តែបើ creeper វិញគឺពិបាកខ្លាំងមែនតើហ្មងហើយខ្ញុំចង់បានសួរ creeper ហ្នឹងយកទៅធ្វើគ្រាប់បែកផងណាគ្នាអញ្ចឹងទៅក៏ខ្ញុំបានវាយវាយអីខ្លះប៉ុន្តែគឺវាយចង់ហាត់បានទេវាបំផ្ទុះបឹងអញ្ចឹងទៅខ្ទេចដីខ្ទេចអីខ្ញុំត្រូវការគុំឡើងវិញទៀតអញ្ចឹងវាពិបាកអញ្ចឹងណាគ្នាដូចកន្លែងនេះចេះចាំខ្ញុំទៅរត់កាប់វាហក់មកខ្ញុំមិនដឹងថាមិនមកទេណាគ្នាអូខេចាឥឡូវនេះគឺយើងកាប់វាបានសម្រាប់អញ្ចឹងគឺបន្តទៀតគឺយើងជីកដីបន្ថែមទៀតបន្ទាប់ពីខ្ញុំជីកដីហើយហ្នឹងឥឡូវនេះកន្លែងយើងគឺវាអស់ហើយខ្ញុំឃើញជាមួយនឹងស៊ុំប៊ីទឹកខ្ញុំខ្មោចទឹកហ្នឹងគឺខ្ញុំបានវាយវាស្លាប់វាចឹងណានេះក៏បានអីចឹងទៅក៏ប៉ុន្តែមានបានអីផងតែខ្ញុំចិត្តតែវាយចឹងទៅហើយខ្ញុំឃើញអីចឹងទៅខ្ញុំវាយវាដើម្បីយកអាក្លិនពណ៌វាហ្នឹងណាបន្ទាប់ពីខ្ញុំវាយអីហើយហ្នឹងគឺខ្ញុំបានមើលរបស់ខ្ញុំចឹងណារបស់ណាដែលយកត្រូវការគឺខ្ញុំបោះចោលហើយដើម្បីរបស់យើងនេះហ្នឹងចឹងហើយខ្ញុំបានកាប់ត្រីកាប់អីដើម្បីយកហូបផងដែរបន្ទាប់ពីខ្ញុំជីកដីអីស្អាតអស់ហើយគឺខ្ញុំដើរចូលទៅដើម្បីក្រាស់អ្វីផ្សេងដែលយើងត្រូវធ្វើធុងចឹងណាព្រោះនៅទីសូត្រនេះគឺយើងបាន
បានធ្វើជាមួយនឹងទ្រង់ហើយខ្ញុំបានធ្វើអីទៀតដោយសារតែមួយថ្ងៃនេះគឺខ្ញុំរបបជាមួយនឹងការងារអញ្ចឹងយើងបានធ្វើទេសង្ឃឹមថាបងប្អូនទាំងគ្នាយល់អញ្ចឹងឥឡូវនេះគឺយើងមកក្រាស់ជាមួយ AA ហើយគឺខ្ញុំគិតថាវាមេរៀនយប់ដែរអញ្ចឹងគឺខ្ញុំគិតថាខ្ញុំដេកមួយសបកសិនទៅដើម្បីកុំឲ្យយើងក្រាស់ទាំងយប់ពេកសូម្បី វាខំយើងងាប់អញ្ចឹងព្រោះខ្ញុំជឿងាប់ពីម្ដងខ្លាំងមែនតើដោយសារតែខាងល្វែងខ្ញុំដែរអញ្ចឹងចាឥឡូវនេះគឺខ្ញុំមកហៅកន្លែងធ្វើលបងសัตว์របស់យើងរួចហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើតែម្ដងទៅអញ្ចឹងវីដេអូនេះគឺខ្ញុំសូមកាត់ត្រួសដើម្បីណាគ្នាមើលហ្មងណាអូខេចឹងឥឡូវនេះគឺធុងសัตว์របស់យើងគឺយើងបានធ្វើហើយក៏ខ្ញុំត្រូវបន្ថែមលើដបនឹងតិចតួចដែរណាគេប៉ុន្តែខ្ញុំមិនទាន់បានធ្វើទេគឺយើងចូលដីសិនដោយសារតែវាពេលយប់ហើយដោយសារតែខ្ញុំធ្វើដាច់យប់ឡើង2ថ្ងៃហើយណាគ្នានិយាយរំធុងសัตว์ប៉ុណ្ណឹងអ្នកគ្នាគាត់ថាអ្នកគ្នាធ្វើបំផ្លែអីហើយចឹងតែសម្រាប់ខ្ញុំយ៉ាងយូរតិចឯងព្រោះខ្ញុំអត់សូវចេះលេអាខាងចឹងបានទេងើបប្រឡាំភ្លាមពីអ្នកនេះកាយឆាយមុនគេមកណាគ្នាមិនដំបងខ្ញុំគិតថារហូតចង់យកថ្នាំប្រសាសវាដែរអញ្ចឹងណាប៉ុន្តែខ្ញុំខ្ជិលព្រោះខ្ញុំមិនចេះធ្វើថ្នាំនឹងផងតែសង្ឃឹមថាខ្ញុំនឹងអាចចេះធ្វើថ្នាំនឹងបង្ក្រាបជាមួយអ្នកភូមិអស់នឹងបានណាប៉ុន្តែខ្ញុំមិនដឹងថាអ្នកភូមិនេះមកពីណាទេគឺធុងសัตว์របស់យើងគឺចិត្តហើយណាគ្នាព្រោះអីសារតែខ្ញុំចង់ធ្វើជាមួយនឹងដបងដាក់នៅខាងលើនឹងទៀតអញ្ចឹងណាព្រោះអីសារតែនៅខាងលើនឹងវារៀងត្នេដែរហើយខ្ញុំគិតថាខ្ញុំនឹងធ្វើអ្វីបន្ថែមខាងលើនឹងបន្ថែមទៀតឥឡូវនេះធុងសัตว์របស់យើងគឺហើយហើយនៅសល់តែការឌីក័រភ្លើងតែប៉ុណ្ណោះវាសឌីក័រទៀតអញ្ចឹងនៅសល់តែការបន្ថែមភ្លើងទៀតទេគឺខ្ញុំនឹងធ្វើឲ្យ 100% ហើយខ្ញុំមិនថាធុងសัตว์របស់ខ្ញុំប៉ុណ្ណឹងអ្នកគ្នាគិតថាមិនដែរទេសង្ឃឹមថាអ្នកគ្នាគិតថាស្អាតដូចខ្ញុំដែរចោះពួកខ្ញុំធ្វើរបស់ខ្លួនឯងចេះតែស្អាតណាគ្នាសូម្បីតែបងប្អូនរបស់គ្នាធ្វើអីតែរបបរបស់ខ្លួនឯងនឹងស្អាតយើងមិនដែរគិតថារបបរបស់ខ្លួនឯងអាក្រក់អីចាឥឡូវគឺយើងដើរចាប់សัตว์ម្ដងណាអញ្ចឹងក្នុងធុងសัตว์របស់ខ្ញុំនឹងគឺខ្ញុំធ្វើប្របាយជា4ហើយខ្ញុំចង់ចិញ្ចឹមជាមួយនឹងជ្រូកគោជៀមហើយជាមួយនឹងមាន់អ្នកគ្នាព្រោះថាតែនៅក្នុង Minecraft ហ្នឹងគឺវាមានតែរបស់ប៉ុណ្្នឹងតែដែលយើងងាយស្រួលរកអញ្ចឹងណាហើយក៏វាសំខាន់នៅតាមមួយផ្នែកដែរនិយាយរួមគោវាមានមួយផ្នែកអញ្ចឹងទៅជ្រូកវាមានមួយផ្នែកអញ្ចឹងទៅមាន់វាមានមួយផ្នែកអញ្ចឹងទៅជៀមវាមានមួយផ្នែកអញ្ចឹងទៅចង់សង្ឃឹមថាបងប្អូនទាំងគ្នាយល់ពីអ្វីដែលខ្ញុំចង់និយាយកន្លែងហ្នឹងអញ្ចឹងអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានក្នុងវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយកុំភ្លេច Subscribe និងសញ្ញារូបកណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីលើកកម្លាំងចិត្តក្នុងការលេង Minecraft បន្តទៀតហើយបើក្នុងពាក្យពេចន៍ខ្វះខាតនៅកន្លែងណានៅក្នុងវីដេអូមួយនេះសំខាន់តែបើតកំតាមបងប្អូនទាំងគ្នាយល់ចឹងក្នុងវីដេអូនេះគឺយើងបានសាងសង់ជាមួយនឹងទ្រង់មួយទេចង់សង្ឃឹមថាវីដេអូផ្សេងៗនឹងយើងនឹងសាងសង់អ្វីៗប្លែកៗដើម្បីបងប្អូនទាំងគ្នាមើលបន្ថែមទៀតអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានក្នុងវីដេអូនេះហើយយើងកុំភ្លេចជួបគ្នានៅក្នុងវគ្គក្រោយ C.3 ទាំងអស់គ្នា